ជាไรឯធ្វើបាបយើងជ្រុលពេកហើយវិញប៉ាជីឯនៅយាមមកឡាភ្នំកុំឲ្យគេចូលទៅវិញទោះខ្ញុំទៅចាប់គេសពូសាទៅយើងសុនុខុងឯងមិនគិតពីមនុស្សចេតនា500ឆ្នាំមុនឯងចង់សម្លាប់យើងអាកូកាចាស់ឆាប់ប្រកបផ្លិតទឹកមកយើងទុកជីវិតឲ្យឯងល្អយើងឲ្យបងស្វបងចាញ់បោកកាចាស់នោះហើយខ្ញុំឡើងទៅលើប្រកួតការប្រែកន្លះជាមួយគេសិនហើយអាបងសាម្ដងនេះមានរឿងល្អមើលហើយប៉ាត់ជាប៉ឹងភ្នំរលំប៉ឹងសមុទ្រអ៊ីងស្ងួតមែនប៉ឹងខ្លួនឯងនឹងខឹងជាងគេប៉ុន្តែខ្ញុំធ្វើរបៀបមិនទៅទើបមិនឲ្យគេធ្វើបាបខ្លួនឯងសុនុខុងឯងមានសមត្ថភាពអីបញ្ចេញឲ្យអស់ភ្លាមមក
ទេបាយគេចាទៅខ្ញុំបានបោតបឡំពាត់ហើយដោយសាយគោរត់មិនរួចនោះទេមកមកចេះទៅស្វានោះជ្រូកយើងមួយសិនទៅអើយបាច់ចុះសិនបាច់ចុះសិនលោកគ្រូលែងប្តីយើងទៅបើមិនអញ្ចឹងទេយើងនឹងសម្លាប់គ្រូអញលោកគ្រូអត់ត្រូវរបួសទេហ៎ ពនាងផ្លិតដែងសូមឲ្យលោកគ្រូជួយបំភ្លឺផ្លូវអត់មានធ្វើបាបទេមិនតែមានត្រូវរបួសទៅពួកឯងស្ដាប់សម្ដីពនាងលែងបិសាចគោភ្លាមទៅឬទេអូចុះអាផ្លិតដែកនោះ រឿងផ្លិតដែងនោះគឺមិនបាច់បារម្ភទេឆាប់ឡើងលែងគេទៅឡោះចង់លេងជាមួយគ្នា ល្អចង់លេងជាមួយគ្នាខ្ញុំស្រែក1 2 3 1 2 3ទៅអូនសម្លាញ់ បងមិនអីទេ បងមិនអីទេលោកគ្រូការពិតខាងសាងចានមានរូបរាងបែបនេះទេបើខ្ញុំយល់ថាពិតជាមិនបាច់ចិត្តស៊ីលោកតតែសោះហើយកញ្ជ្រោះមិនសាច់លេងសងខាងទៅ យើងមិនល្ងងដូចឯងទេសាច់សងខាងម្ដងមាត់នៅមិនស៊ីទៀតស្រីល្ងងដូចជាឯងអញ្ចឹងសមនឹងឲ្យប្រុសបោះបង់ចោលណា យើងប្រមានឯងបើឯងហ៊ានប៉ះពាល់គាត់មួយសរសៃសក់យើងនឹងឲ្យឯងស្លាប់តែគ្មានអីកត់យើងខ្លាចដល់ហើយយើងខ្លាចឯងធ្វើបាបយើងមកប៉ុន្តែឲ្យតែយើងហូបសាច់សងខាងតែមួយម៉ាត់យើងអាចបន្តអាយុរាប់ពាន់ឆ្នាំនៅក្មេងមិនចាស់យុទ្ធសោទាមេឃចាំមើលពួកឯងជួយលឿនឬក៏យើងខំគេលឿនជាងហាលោកគ្រូស្រែកបិសាចអូយអញជ្រោះបិសាចយើងនឹងសម្លាប់ឯងចោលត្រីស្អាតយើងចង់សម្លាប់ឯងចោលយូរហើយអាហ្វូឯងក៏មានតំណោះជាមួយនាងដែរអត់មានទេប៉ុន្តែបងដឹងហើយខ្ញុំជាកូនក្មេងនៅឋានលើធ្វើជាទេវតាអបសពខ្លាំងណាស់ដឹងហើយដូច្នេះឲ្យតែបងស្វាមកខ្ញុំគ្នាហើយពិបាកណាស់បងចាក់ចេញពីភ្នំធាតុទាំង5ហើយត្រូវការពារសងខាងតែចម្លងធွာទៀតខ្ញុំអបសពពេកក៏រាប់អានមិត្តស្រីទៅកុមារក្រហមមករយៈនេះឧស្សាហ៍តែសម្រាប់ខាងត្បូងរកគេលេងណាស់ខ្ញុំក្តៅកាហាយដល់ហើយកញ្ជ្រោះបិសាចនេះធ្វើឲ្យឪពុកម្ដាយមិត្តខ្ញុំបែកបាក់គ្នាថ្ងៃនេះខ្ញុំជួយបញ្ចេញទៅរកអានមែននេះអូនសម្លាញ់បើអូនចាប់សងថាមបានហើយមិនក៏មិនស៊ីសាច់គីទៅអូនចង់ស៊ីសាច់គេមែនតែមិនមែនដើម្បីនៅក្មេងម្ចាស់នោះទេគឺដើម្បីតែរំសាយកំហឹងអាយ៉ាអូនសម្រាប់គីចោលក៏រំសាយកំហឹងបានដែរសម្រាប់គេចោលសប្បាយចិត្តតែមួយពេលប៉ុណ្ណោះមិនអាចជួយកុមារក្រហមផងនាំតែមានគ្រោះថ្នាក់ពេលក្រោយវិញទេសំណាងហើយអូនមិនសម្លាប់តែធ្វើឲ្យបងបានសោះអាស្វានោះពិតជាយុទ្ធសិលខ្លាំងពូកែមែនសងថានោះក៏មានទេវតាគ្រប់កន្លែងជួយថែរក្សាដែរឥឡូវនេះសភាពរបស់បងទេវតាមិនលើកលែងឲ្យទេណានេះអូនសម្លាញ់ឥឡូវអូនមិនបោះបង់ចោលបងចង់ដេញបងចេញទៀតទេកូនល្ងងឯងនេះបងដឹងទេស្មារតីរបស់បងត្រូវកញ្ជ្រោងបិសាចនោះបិទយកអស់ទៅហើយបងនៅចាំដាច់ទេទិដ្ឋភាពដែលយើងស្គាល់គ្នាកាលពី300ឆ្នាំមុននោះតាបងជាអ្នកណាបងជាស្ដេចបិសាចនៅលើភ្នំហួរគូក្រោយមកទៅចាប់ទៅឋានលើឃុំក្នុងប្រាសាទចាប់បិសាចពេលបងត្រូវគេដោះលែងមិននឹកស្មានថាភ្លើងរបស់ទេវរៈអើឡាដុតភ្នំហួរគូចោលឡើងអស់សោះធ្វើ
ឲ្យបងសូមបីតែបានមួយពេលក៏មិនបានហូបផង បងណាថាតែម្នាក់ឯងមកដល់ទ្វីបខាងលិចនេះហើយបានជួបអូនគឺជាអ្នកនៅឋានលើអូទេទេពធីតានៅឋានលើបងធ្លាប់ឃើញហើយអត់មានណាស្អាតដូចអូនទេ ពេលនោះអូនសំសិនខ្លាយទៅជារូបរាងមនុស្សខ្លាយជាទេវតាទៅហើយការពិតបើអូនសំសិលថែមប្រហែលឆ្នាំទៀតអូនខ្លាយជាទេវតាហើយតែមិននឹកស្មានថាអូនបានជួបបងខ្លាយទៅជាបិសាចសោះ អី300 ឆ្នាំហើយ300 ឆ្នាំហើយបងបាច់ជាអត់ដឹងថាអូនលះបងដើម្បីបងប្រហែលទីបងនៅតែមិនចេះស្កប់ស្កល់ទើបទៅរាប់អានពួកស្ដេចបិសាចហើយទើបតែពង្រីកទឹកដីបានបងក៏ចាប់ផ្ដើមសាវ៉ារហូតដល់បានជួបកញ្ជ្រោងបិសាចនោះបងបែរជាទុកអូនចោលនៅឯជើងមេឃអូនសម្លាញ់បាយបងមកអូនគួរតែជាបងអូនសម្លាញ់ បានហើយពាក្យថាដាច់គ្នាត្រឹមនឹងគឺជាពាក្យខាងអូនជាប្រពន្ធដើមរបស់បងអូនត្រូវតែស្លាប់រស់ជាមួយបង អីអូនសម្លាញ់អូនឈុំនិយាយទៀតទៅអូនសម្លាញ់អូនកាន់តែនិយាយបងកាន់តែរីកខ្លួនអូនជេរបងជាការត្រឹមត្រូវបងពិតជាវង្វេងវង្វាន់អស់ហើយបងឆ្លុះនឹងកញ្ជ្រោងបិសាចគឺគេដេញបងចេញពីរានភ្នំទៅប្រយុទ្ធជាមួយស៊ុនអ៊ូខុងគឺអូនបថុយនឹងគ្រោះថ្នាក់មកជួយបងអូនសម្លាញ់ ឈប់និយាយទៀតទៅក្រោកឡើងនេះគឺជាតួនាទីរបស់អូន អូនសម្លាញ់បងដឹងអាគូបងជាតិក្រោយនៅតែយកអូនធ្វើជាប្រពន្ធទៀតណាអូនសម្លាញ់នៅតែអូនល្អជាងគេបងនឹងធ្វើគោធ្វើសេះដើម្បីបំរើអូនអូមែនហើយបងព្រៃឈឹងផ្លិតទឹករបស់អូននេះអូនទុកឲ្យស្រួលបួលទៅណា ពួកយើងនៅបាញ់ចាយគ្នាស្អីទៀត របស់អូនគឺរបស់អូនទុកឲ្យស្រួលបួលទៅតែទោះជាយ៉ាងណារបស់អូនក៏ដូចជារបស់បងដែរនៅបាញ់ចាយស្អីទៀត ទេមិនមែនតែរបស់នេះតូចតែមនុស្សចេតនាជ្រាលជ្រៅមនុស្សយើងរស់នៅត្រូវមានឆន្ទៈកំហឹងនេះបងទ្រាំមិននឹងបានទៅ តែក៏ប្រសើរជាងបាត់បង់ជីវិតដែរ អាចសម្រាប់បានតែប្រមាថមិនបានទេអាគូយើងមិនចុះចាញ់ដាច់ខាត បងកំពុងតែធ្វើការរើបំរាស់ ចូលវាយ៉ាងម៉េចអាស្វានោះខុបខិតជាមួយពួកព្រះបោះបង់បងប្អូនចោលអស់ទៅហើយអាងគ្នាច្រើនធ្វើបាបអាគូបងមិនចុះចាញ់គេជាដាច់ខាតលោកគ្រូបើលោកគ្រូនិយាយអញ្ចឹងពនាងផ្លិតដៃនោះគឺជាមនុស្សចេះដឹងខុសត្រូវអើយ ការពិតវិញមួយពេលដើរខុសផ្លូវតែមិនហ៊ានប្រឈមមុខដើរខុសហើយខុសទៀតរហូតដល់មានជួបគ្រោះថ្នាក់បានជាអញ្ចឹងណា ដូច្នេះគួរតែនិយាយថាពនាងផ្លិតដៃនោះបានជួបលោកគ្រូយើងទោះថាមានសំណាងល្អហើយមិនដែរទេអាកូនសាលោកគ្រូជាកពូលសងដែលមានបញ្ញាទើបចេះនិយាយណែនាំនាងឲ្យនាងដើរផ្លូវត្រឹមត្រូវវិញតែប៉ុណ្ណោះទេមែនទេសុជបងនោះគេហៅថាអប់រំផ្លូវល្អហ្នឹងខ្ញុំថាណែនាំតែវាយ៉ាងម៉េចតាមខ្ញុំយល់គឺសងខាងតំណាងល្អទេបើសិនជាជួបកញ្ជ្រោងមុខពេជ្រនោះមុនឥឡូវនៅសល់តែឆ្អឹងសសម្រុះហើយ ការពេលអ្នកទាំងអស់គ្នាយ៉ាត់ខុសទេសុទ្ធតែសមហេតុផលអ៊ូខុងអញមានកង្វល់អីហ៎ ខ្ញុំកំពុងតែគិតថាបើយើងសម្រាប់ចាហើយនៅតែត្រូវទៅឡាភ្នំជេកទៀត ត្រូវឲ្យតារាណាយកផ្លិតនោះមិនបានខ្ញុំទៅវៃមែនទេសិស្សប្អូនសាថាមើវាយទៅត្រូវឲ្យវាយទៅ មិនសាច់គោមិនចរិតដូចជាគោអញ្ចឹងគោក្បាលចាំមាត់មែនមកពិតជាបដូរជីវិតវៃជាមួយយើងមែនណាពួកយើងពិតជានឿយហត់ហើយ បើគាត់ពិតជាចង់ស្លាប់មែនខ្ញុំអាចបំពេញបំណងគាត់បានឲ្យគាត់នឹងកញ្ជ្រោងបិសាចនោះចុះនរកជាមួយគ្នា អាបងអូនឯងគិតមើលពួកយើងអត់មានរាប់អានគ្នាផង500ឆ្នាំមុនប្រកួតគ្នាស្លាប់រស់500ឆ្នាំក្រោយនោះឯងប្រកៀកស្មារគ្នាធ្វើសង្គ្រាមទៀតនេះគឺជាមិត្តភាពបាត់ណាស់ទៅណោះខ្ញុំណាកូនពិតមែនតែបងប្អូនធោះប៉ុន្តែទោះជាគេស្លាប់រស់ក៏អត់មានជឿថាខ្ញុំអត់មានធ្វើបាបកូនប្រុសគេដែរនៅតែចង់បដូរជីវិតមកប្រយុទ្ធជាមួយខ្ញុំឯងថាតើមើលខួរក្បាលរបស់គេពិតជាល្ងងមែនទេ អ៊ូខុងអញនៅចាំពីរឿងស្វានតាជា6ទីគិតខុសវង្វេងវង្វាន់ខ្លាចតែជារឿងវង្វេងមនុស្សយើងគឺសតែ
ស្មានតែខ្លួនឯងឆ្លាតតែអត់មានដឹងថាខ្លួនឯងនៅកន្លែងមកវិញនោះទេជាពិសេសគឺបិសាចគោនោះណាគឺត្រូវចិត្តលោភលន់បង្រួបត្រូវកម្លាំងរារាំងដូច្នេះបែងចែកមិនដឹងល្អអាក្រក់ទេប៉ុន្តែមនុស្សបែបនេះយើងត្រូវតែកាន់តែជួយចម្លងគេទៀត ហើយខ្ញុំដឹងថាប្រសងឲ្យតាហាមាត់គឺនិយាយរឿងចម្លងហើយបើចម្លងមិនកើតគិតយ៉ាងម៉េចទេ មិនប្រកាសទេ នោះគឺអ្នកបោះជាអ្នកនិយាយទេអ្នកណាគួរសមជាមួយបដិជគុណយ៉ាងនេះកណាបង្ក្រាបបិសាចត្រូវសម្លាប់គួរតែសម្លាប់ចុះផ្ទះខ្លាំងក៏កណាមិនដៃទុនដែរ 妖怪，你给我听好了， បិសាចស្រាប់ហើយបានចាប់ចេញមកជួបតាជូកឯងតាមសំណួរទៅចេញមកនេះចេញមកនេះមើលបោះស្វាដាប់សន្តិការរបស់លោកគ្រូគាត់អាណិតពនាងផ្លិតដែកនោះខ្លាំងណាស់បើអញ្ចឹងយើងកុំមកវាយទំនួសទ្វាររបស់នាងអីសាប់បងសាឯងតែហៅទៅបើគេមិនបើកទៅតែវិញ ខ្ញុំអើយទៅបានចាំមើលខ្ញុំមកសេចក្ដីឯងឆាប់ស្រ័យទៅបងគួចេញមកផ្លែមកបងគួបងចេញមកផ្លែមកបងមិនយល់តោះទេចេញមកអពុនសាបើឯងយល់តើទេឯងអាចប្រាប់ខ្ញុំបានទេថាឯងយ៉ាងម៉េចទៅហើយនោះអាយ៉ាលោកគ្រូនិយាយថាត្រូវចេះគួរសមចំពោះគេត្រូវចេះគ្រប់គេមុនសេចក្ដីអូសេចក្ដីបងជឿក្បាលហ្នឹងហើយខ្ញុំអត់អីទេខ្ញុំចង់ទៅបត់ជើងតិចអេអូចេនតែលោកអាចហៅឱកាសសាហាវបន្តិចបានទេឡអញ្ចឹងខ្ញុំរៀនហៅតាមសេចក្ដីធំបើស្អីគូហើយចេញមកព្រាមមកបើឯងមិនចេញមកទេយើងនឹងជន់ឡាឯងឲ្យរៀបប្រវត្តិស្បែករបស់ឯងយកទៅធ្វើស្គរហូតសៃរបស់ឯងនឹងមិនឯងស្លាប់ទៅបងសានិយាយចឹងមានន័យទេហើយមកឃ្លាចុងក្រោយនេះត្រូវរៀនតាមខ្ញុំណាបានចេញមកទៅបងត្រូវរបួសធ្ងន់ហើយបងមិនអាចប្រយុទ្ធគ្នាទៀតទេអូនសុំបងចេះទៅឯឈ្មោះ3របស់បងមិនអាចចាប់ត្រឹមនេះតើបងនៅចង់មកបងអូនចោលម្ដងទៀតមែនទេព្រះនេះទេភីដាឆ្លងកាត់រឿងមួយទៅហើយតែអូនមិនទាន់យល់ទៀតមែនទេបងមិនសមនឹងអូនទេបងមិនសមនឹងឲ្យអូនលះបងដើម្បីបងច្រើនយ៉ាងនេះទេអូនដើរផ្លូវរបស់អូនទៅណាមិនបាច់ខ្វល់ពីបងឡើយអូនកុំរំអីបងបើសាច់គោចាប់ចេញមកបើនៅតែមិនចេញមកទៀតយើងនឹងវាយចូលអារបស់ឯងចេញមកបើតែមិនចេញទៀតយើងលេងគូសមហើយយើងពិតលេងគូសមហើយចេញមកសាមេរិកាណាចាបើសាច់គោរត់ទៅតាមភ្នំខាងក្រោយបាត់ទៅហើយហើយណាគឺតាម
បងយើងនឹងអាចប្រឹក្សាជាមួយគ្នាបានទៀត បានយកក្បាច់ស្វាយមកដូរទៅ ចង់បានក្បាលបងប្រុសយើងនេះសួរយើងសិនតើយើងប្រុសឬមិនប្រុស ណាចាអាកូននេះយកទៅស្រែខ្លាំងពូកែ បើតែទេចាំមើលខ្ញុំចាប់គេដោយរបៀបម៉េច យើងកាត់ក្បាលកូនរបស់ឯង ណាចាជប់សិន បងមិនអាចចិត្តសម្លាប់គេទេ មកកូនស្ដាប់សម្ដីខ្ញុំណាឆាប់ប្រកបផ្លឹកទៅមកខ្ញុំមក អាស្វាយចង្រៃប្រតិបនោះទៅយើងបំផ្លាញចោលបាត់ទៅហើយឯងសម្រាប់យើងទៅ ល្អយើងនឹងបំពេញបំណងអាកុំសម្លាប់កូនបងមិនអីទេមហាទេទេវតាទាំងអស់សូមទុកជីវិតឲ្យប្តីប្រពន្ធរបស់ខ្ញុំទៅខ្ញុំសុខចិត្តឲ្យផ្លិតទឹកនេះទៅពួកលោកបានទេ អ្នកមកទុកចិត្តចុះខ្ញុំមិនធ្វើបាបបងកូនទេ អរគុណលោកប្អូនដែលមិនសម្លាប់ ខ្ញុំទៅតែអរគុណបងវិញខ្ញុំទៅតែសុំទោសបង ខ្ញុំទទួលព្រះរាជបញ្ជាបង្ក្រាបគួរមួយក្បាលនេះឲ្យទៅសុំសិលឥឡូវគួរទៅហើយ បងលើកនេះអរគុណឯងហើយ អាយ៉ាចិត្តទៅសិលបងខ្លាំងពូកែជាងខ្ញុំបង្ក្រាបគេបានមិនក៏បងមិនអាចមកពីក្នុងចិត្តបងចេះតែយកយកដល់ការរាប់អានគ្នាកាលពី500ឆ្នាំមុនហ្នឹងខ្ញុំតែគោល្ងងនេះមិនយល់ឈប់និយាយឲ្យបាននិយាយទៀតខ្ញុំចំណែនហើយជម្រាបសិនណាបងប្អូននាំគេទៅឈប់សិនកំអាតទេខ្ញុំមកវិញហើយកុំមកក្រហមក ុមារក្រហមក ុំមកក្រហមក ុមារក្រហម កុំមកក្រហមក ុមារក្រហមក ុំមកក្រហមពិតជាកូនមែននេះម៉ែមិនមែនកំពុងតែយល់សោក មិនមែនទៅមិនទេ ម៉ែកូនអកតញ្ញូកូនសំណប់ម្ដាយម៉ែស្មានតែលែងបានជួបកូនទៀតហើយម៉ែព្រោះតែនឹកកូនអ្វីក៏ម៉ែលែងត្រូវការដែរអ្វីក៏ម៉ែបោះបង់ចោលទាំងអស់ម៉ែមិននឹកស្មានតទៅសោះថាម៉ែឈប់បានជួបកូនយ៉ាងនេះទេ អូនចម្លាញ់ ម៉ែទុកចិត្តចោលខ្ញុំនៅសមុទ្រខាងត្បូងខ្ញុំរស់នៅបានសប្បាយចិត្តណាស់ម៉ែទុកចិត្តឯងកាន់តែស្អាតទៅហើយប៉ុន្តែសក់ក្បាលរបស់ឯងមិនក៏ប្លែកយ៉ាងនេះ ខ្ញុំនិយាយតាមពីដំបូងមកលេសក់មិនប្រុសមិនស្រីនេះមានតែព្រះម៉ែទេដែលធ្វើតកម្ម ថាម៉េចនេះគេហៅថានំប៉ាផ្លែពេពេញក្បាលពេលឃើញតែបងអាក្រក់មើលណាឥឡូវមើលយូរទៅមកវាស្អាតខ្លាំងណាស់ដឹងហ៎ អូបងស្វាបងមើលនោះអាយ៉ាក្តៅចង់ស្លាប់ហើយអូ
អូដល់ណាអូលោកគ្រូចាប់ឲ្យសិស្សច្បងទៅពលុតភ្លើងភ្លាមទៅណាលោកគ្រូឲ្យចាប់ឡើង អូខំ ខ្ញុំទៅផលិតភ្លើងនៅភ្នំនោះសិន អូខំតែចាំបានទៅណា អើយលើកនេះយើងមិនជឿថាបាក់ឯងមិនរលត់នោះទេយ៉ានេះបច្ចុប្បន្នថតទឹកឡំមែនខ្ញុំបកថែម្ដងទៀតសិនតើមកណាលោកគ្រូភ្លៀងបែបនេះបើសិនជាអាចភ្លៀងមួយថ្ងៃមួយយប់យើងអាចឆោមភ្លៀងបានហើយនោះ ឆាប់សិន បាក់បីដងពលិតភ្លើងបាញ់ត្រឹមតែប្រមូលផលដំណាំបានមួយឆ្នាំភ្លើងនឹងឆេះឡើងវិញមិនអាចរលត់រហូតទេ អញ្ចឹងធ្វើយ៉ាងម៉េចទៅឲ្យរលត់រហូតបានទៅ ត្រូវតែបក់49ដងវាលែងឆេះឡើងវិញទៀតហើយ បក49ណាឡោខ្ញុំមិនជឿថាបដិបភ្លើងនេះมันបាននោះទេអាចចាយ បន្ទត់ទឹមនេះអស់ចាមែនហ្មងហើយកន្លែងដែលមានភ្លើងគឺមានភ្លៀងកន្លែងដែលអត់មានភ្លើងគឺមិនឆ្លាស់ហ្មងហើយ នេះក៏ជាចម្លែកមែនណាបាទនាងមិននិយាយរឿងនេះប្រាប់ខ្ញុំទេគឺឲ្យរងចាំរឿងនេះជាបន្តទៀតចាំឲ្យរៀងមកសែននាងតម្កល់នាងអើយឥឡូវពួកយើងដឹងហើយធ្វើឲ្យភ្លើងនេះរលត់រហូតទោះជាសល់ផ្លិតទឹកទៅឲ្យនាងវិញថ្ងៃក្រោយផ្លិតទឹកនេះមិនខ្លាចទៅជាផ្លិតអត់បានការទៅឲ្យទេយ៉ាងបិចនឹងឲ្យថាទៅមើល ខ្ញុំមិនសង្ឃឹមថាពួកលោកសងផ្លាត់ខ្ញុំវិញទេប្រាដាជគុណកណាបានឃើញកុមារក្រហមហើយឥឡូវនេះលែងមានទុកកង្វល់ហើយរឿងដែលនៅសេះសល់ទៀតកណានឹងបំពេញតាមពលនីតិកណាសំសិលឲ្យបានសម្រេចឲ្យប្រគុណផ្ដាជគុណដែលបានបំភ្លឺ អ្នកមូតាសាប្រសិនណាអាត្មាអត់មានគុណសម្បត្តិអីទេឧបាសិកាមានបញ្ញាដោយខ្លួនឯងតែប៉ុណ្ណោះ កណាលាសិនហើយផ្ដាជគុណ អពុលសាឯងមើលនោះ មហាទេពសុំជើញ អ្នកមកពុតមកតបងនិយាយថាមិនយកផ្លិតទឹកនេះវិញតែអសុនខ្ញុំសន្យាថានឹងសងបងវិញគឺមកអាចនិយាយបានដៃខ្នងដៃនោះទេ បើលោកខំមកដើម្បីវាទៅហើយអញ្ចឹងខ្ញុំទទួលទុកចាខ្ញុំទទួលទៅ អ្នកមកមកចឹងសុំនៅឲ្យបានសុខចុះខ្ញុំលាសិនហើយ លោកក៏ត្រូវតែថែខ្លួនដែរភ្នំដាល់ភ្លើងនេះថ្ងៃក្រោយដាក់ឈ្មោះថាភ្នំត្រជាក់វិញហើយត្រជាក់ស្រួលណាស់ បញ្ញាបងជាក់ស្រួលហើយបងមុននោះសុខបងហត់ស្ទើរស្លាប់ទៅហើយណាតែបងឃើញទេ អូអ្នកណាមិនដឹងថាបងស្វាដែលវាយមិនងាប់បងមិនចេះហត់ទៅ ពួកឯងនេះដើរនិយាយមិនចេះឈឺចកេះទេយ៉ាងម៉េចវិញពួកឯងនេះបើហ៊ានកាន់ផ្លឹកបោះ49ដងដូចខ្ញុំមើលប្រកាសจะធ្វើឲ្យអាជូឯងនេះហត់ងាប់ចេះជាមិនខានទេ តាមពួកឯងមិនដឹងពីហេតុផលពលភ្លើងពិបាកទេឯងដឹងទេហ៎ តែហើយលោកគ្រូមានសន្និកាទៅនិយាយរួមកណាលឺថាលោកតាម្ចាស់នេះនិយាយថាភ្លើងនេះគឺបងជាអ្នកដុតនេះថាមកកឡើងដោយខ្លួនឯងហើយមិនសមអានេះទេ ភ្លើងដែលអ៊ូខុងដុនគឺភ្លើងមេឃា
តែភ្លើងពិតប្រកបដែលរៀបរៀងផ្លូវរបស់យើងនេះគឺភ្លើងកំណាញមានរូបរាងបើសិនជាបីសាយកូននឹងពនាងផ្លិតដែងអាចបោះបង់ចោលគំនុំកុមារទេពក្រហមនោះការឆ្លុះប្រកែកគ្នានេះក៏អាចជៀសវាងបានដែរទៅបើសិនជាពនាងផ្លិតដែងនោះឲ្យលបងខ្ចីតាំងពីដំបូងភ្លើងនេះក៏អាចផលិតបានតាំងពីហើយប៉ុន្តែលទ្ធផលនៃការឆ្លុះប្រកែកគ្នាលើកនេះបែរជាឲ្យពួកគេដើរផ្លូវត្រឹមត្រូវវិញណាលោកគ្រូមានសន្និកាយ៉ាងនេះរឿងនេះមិនមែនជារឿងអាក្រក់អីទេតើមែនទេណូការពិតរឿងហេតុនៅលើលោកគឺសុទ្ធតែមានមុខពីរអត់មានរឿងដាច់ខាតតែមានរឿងតែផ្ទុយគ្នាអាត្មាសង្ឃឹមថាពួកឯងចេះប្រយ័ត្នកំហឹងមួយពេលរបស់អ៊ូខុនទាត់ផ្ងាកន្លឆ្នាំគឺធ្វើឲ្យមានអណ្ដាតភ្លើងឆេះ 8000 យោញបង្កគ្រោះថ្នាក់ដល់ឋានកណ្ដាលឯចំណែកឯភ្លើងកំហឹងរបស់បិសាចគោនេះក៏អាចរារាំងយើងទៅចម្លងផតដែរត្រូវដឹងថាកំហឹងគឺអាចនាំមកគ្រោះថ្នាក់ដល់យើងត្រូវប្រយ័ត្នលឺហើយនៅបងស្វាពេលនេះលោកគ្រូកំពុងតែនិយាយពីកំហឹងក្នុងចិត្តគឺនិយាយពីបងនឹងដំងនឹងដល់នៅមានទៀនស្រឡាញ់ស្រីស្អាតផឹកស្រាសបាយបោះបង់ចោលប្រពន្ធកូនកុំយកត្រាប់តាមគេឲ្យសោះឬទេលោកគ្រូនិយាយឲ្យថាកុំឲ្យលុបលុបគឺនិយាយពីឯងហ្នឹងអាចរូបបងលោកខ្ញុំសារភាពណារឿងនេះប្រកាសជាមិនមែននិយាយឲ្យខ្ញុំទេខ្ញុំអត់មានកំណត់អីច្រើនយ៉ាងនេះទេខ្ញុំល្ងងសម្បើមណាស់ឯងនេះបកកែមិនតែលោកគ្រូស្ដីឲ្យសារភាពជាមុនហីឥឡូវនេះបើច្រើនណាស់ហើយវាយនេះមកលោកគ្រូជួយផងលោកគ្រូបាញ់ឯងក៏ទៅតែឈឺសាច់ដែរណែមកស្វាទៅវាយទៅចាំជើងទៅឲ្យជួយបាច់ជួយលោកគ្រូជួយបងលោកគ្រូហ៎ហៅលោកគ្រូឲ្យជួយអត់ប្រយោជន៍នោះទេស្លាប់ទៅមកសម្រាប់ឆានឲ្យគូបន្តដំណើរទៅមុខទៀតយ៉ាបងស្វាសម្រាប់មួយទទួលទៀតទៅអូយអាភ្លើឯនេះទៅចេញដំណើរហើយទៅឲ្យឆាន់លឿនឡើងទៅអាយ៉ារត់ចុះរត់ឡើងគេថាឡើងទួលហត់ណាស់ឲ្យចុះទួលក៏ទុំមិនឈ្នះទៀតកាន់តែហត់ថែមទៀតអូយអាភ្លើឯនេះបង្រៀនឯងពីមធ្យោបាយមួយកុំឲ្យវាហត់បានទេបងស្វាអត់ខ្ញុំនិយាយមើលណាបងយកខ្ញុំមកលេខសាយទៀតហើយឲ្យអូជីងតត់ឯងពីកន្លែងនេះមកជើងចុះទៅចប់បាត់ទៅហើយអាស្វាជើងរៃនេះបងទៅច្បាប់ទី2បងពិតជាចង់រមៀលពីកន្លែងនេះចុះទៅកន្លែងក្រោមនោះមែនហើយចាំខ្ញុំជួយបងទៅចោះអត់អីទេឈប់លេងទៀតទៅពួកឯងស្ដាប់មើលជាសម្លេងស្អីគេហ្នឹងគឺដូចជាជួងនៅក្នុងវត្តតាមមែនដែរទេពិតជាសម្លេងជួងមែនអញ្ចឹងពួកយើងឆាត់ធ្វើដំណើរទៅប្រហែលជាបានស្នាក់អាស្រ័យក្នុងវត្តនោះប្រយ័ត្នលោកគ្រូប្រយ័ត្នលោកគ្រូមើលនោះដល់វត្តឡៃអ៊ីនហើយតើលោកគ្រូមើលនោះវត្តឡៃអ៊ីនលោកគ្រូដល់វត្តឡៃអ៊ីនហើយពិតជាវត្តឡៃអ៊ីនមែនពិតជាទីនេះមែនហើយព្រះជាទីគោរពអាត្មាឈិនសាលោកគ្រូណាក្រៅឡើងទាំងអស់គ្នាអត់ឃើញទេនៅក្នុងពន្លឺព្រះពោពេញទៅដោយចំហាយខ្មៅចូលមិនបានទេប្រយ័ត្នជាប់អន្ទាំងរបស់គេបើមានវត្តទៅហើយនេះគឺជាភ្នំលីងសានហើយលោកគ្រូខ្ញុំធ្លាប់ទៅភ្នំលីងសានចាំដល់មកហើយកន្លែងនេះដាច់ខាតគឺមិនមែនភ្នំលីងសាននោះទេនេះទូជាមិនមែនក៏ដោយក៏ជាមនុស្សដែរបើមិនចឹងមិននឹងមានពលឺព្រះទៅមែនទេភ្លើឯងនេះស៊ីឡើងខូខូក្បាលអត់ទៅហើយមែនទេអត់ឃើញកន្លែងនោះមានចំហាយខ្មៅសទេតែក៏លើនោះសរសេរថាវត្តឡៃអ៊ីនមកសាពងសាភ្នែកឯងមិនឡំមែនទេបានជាថាសរសេរវត្តឡៃអ៊ីនចំមែននៅខាងមើលនេះមិនមែនកន្លែងដែលយើងទៅទេប៉ុន្មានណាពិតមិនតែវត្តឡៃអ៊ីនតូចតែក៏មានព្រះនៅក្នុងនោះដែរណាព្រះធម៌គឺអត់មានវត្ថុទៅត្រូវកន្លែងដែលមានពន្លឺព្រះមិនបានជាមានចំហាយខ្មៅមើលទៅកន្លែងនេះគឺគ្រោះថ្នាក់ច្រើនជាងបើជាព្រះណាមួយទើបតែបង្ក្រាបបិសាចហើយមិនទាន់អស់ចំហាយទើបមានខ្សែងខ្មៅអញ្ចឹងពិតជាចឹងមើលដល់ឯងគិតមើលមកតាមផ្លូវព្រះបានបង្ក្រាបបិសាចអស់ប្រហែលនេះហើយពិតមែនហើយណាអ៊ុខុងបងស្វាបងជប់សង្ស័យច្រើនទៀតទៅអ្នកដែលអាចទៅជាមួយព្រះបានតែគេអាចអាក្រក់ដល់ណាទៅពួកយើងណែនិយាយរួមខ្ញុំថាចូលតែមិនបានគឺចូលតែមិនបានហើយបើទាំងអស់គ្នាចង់ចូលមានរឿងអីកើតឡើងខ្ញុំអត់ដឹងទេប្រាប់ឲ្យដឹងចុះជាអង្គមានព្រះក៏មានរូបបដិមាដែរក្តីប្រាថ្នារបស់អាត្មាគឺជួបនឹងព្រះថ្វាយបង្គំព្រះមិនចង់បន្ទោឯងចិត្តឯងខានលោកគ្រូ
ចេញយកស្បង់ជីពើមកអាត្មាចង់ចំខ្លួន សាពោសា ពុសាទៅឆាប់ឡើងទៅទៅ ហុយបដិជនខាងបដិជនមកភីខាងការមកថ្វាយបង្គំព្រះមិនបានจะធ្វើបែបនេះ អ្នកមោទសាមិនហ៊ានទេបើអាត្មាខ្វះការគួសមសូមព្រះអង្គលើកលែងទោសផងទៅចោះអ្នកមោទសាសូនអូខុងឃើញព្រះយូឡាយយើងហើយមិនបានជាមិនថ្វាយបង្គំ សុនខុងយើងធ្លាប់ឃើញយូឡាយចាស់លើកមកហើយតែព្រះមិនព្រះបិសាចមិនបិសាចដូចជាឯងនេះទីតែឯងជាបិសាចនៅកន្លែងណាហ៊ានមកខ្លាញ់បន្លំជាព្រះបើខូចគេឈ្មោះយូឡាយផងយើងដាក់ឯងមួយតខងសិនហើយអូខុង លោកគ្រូ យើងក៏ជាព្រះដែរយើងគឺជាព្រះចិញ្ចើមលឿង Nằm mẹ lút lút Ô không pha Mơ Ô không cha mình ô không cha nè mấy ngày có ai pha nên nâng rì khai tới chết chim được luôn đi hơi chạm bị rì hơi chạm châm hơi kru nâng sất xong thang lại bị sra ơi ơi bộ ai con thầm bay ở so bởi thanh chạm lương sao chứ bọn thùng dương chẳng đáy spy sport đó thầm ăn lương bằng chạy chạy đó bọn ai nu ai thua với con bàn tư bởi sai chú dương prap ai từ cho រៀបចំបាយបួសឆ្ងាញ់មកຕົកឲ្យពួកយើងទៅហើយសុំទោសលោកគ្រូយើងព្រលាមបើជាយើងអាចអង្វរកគាត់ជំនួសឯងទុកសារសពទាំងមូលឲ្យឯងបានណាកុំនិយាយច្រើននាំគេទៅបាទបងសាច់បងបងយ៉ាអាយធំធំBây giờ mình mày thắp bồ con mình chênh rừng chân sắp bay ra bọc xâm ta tiếp
ពួកយើងការពារសងខាងដោយស្ងាត់មិនអាចឲ្យបិសាចធ្វើបាបទៀតទេមហាទេពសុទ្ធបល័យហៅពួកយើងមកតាមមានការអ្វីទៅ តែវណ្ណាទាំង5ទើមកជុំគ្នាអស់ហើយមែនទេ លោកគ្រូរបស់ខ្ញុំមិនស្ដាប់សម្ដីខ្ញុំឲ្យគាត់រងទុកខ្លះទៅជារឿងធម្មតាទេពួកលោកឆាប់រកមកជុំមកជួយខ្ញុំភ្លាមទៅអាសុនខ្ញុំនៅកន្លែងនេះធុញស្ទើរស្លាប់តែ យល់ហើយ